ពេលណាដែលគិតថាបាត់បង់គេហើយបាត់បង់អ្នកដទៃដែលយើងស្រឡាញ់ពេញចិត្តដែលយើងហួងហែងហ្នឹងណាខ្លួនឯងមិនអាចរស់នៅបានពេលនោះគឺជាពេលដែលអ្នកកំពុងតែភ្លេចស្រឡាញ់ខ្លួនឯងនឹងឯងយើងស្រឡាញ់អ្នកដទៃបាត់បង់ស្មារតីទៅជាស្អប់ខ្លួនឯងចឹងក៏ណាអញ្ចឹងគឺត្រូវឲ្យមានស្មារតីកុំស្រឡាញ់អ្នកដទៃជាងស្រឡាញ់ខ្លួនឯងឬក៏ថាចង់ឲ្យអ្នកដទៃស្រឡាញ់យើងនឹងហើយភ្លេចស្រឡាញ់ខ្លួនឯងចង់ឲ្យគេធ្វើល្អឲ្យយើងភ្លេចធ្វើល្អឲ្យខ្លួនឯងអាហ្នឹងគឺសូមរំលឹកអញ្ចឹងណានឹងឯងយើងចិត្តតែចង់ឲ្យគេធ្វើល្អដាក់យើងភ្លេចសេចក្តីល្អខ្លួនឯងហ្នឹងហើយបានយើងចិត្តតែកើតទុកមិនសុខចិត្តនោះនឹងឯងយើងត្រូវតែបើកភ្នែកសម្លឹងមើលការពិតនៃជីវិតកុំចេះតែលេបថ្នាំឲ្យដេកលក់ដើម្បីបំភ្លេចរឿងនោះដោះស្រាយបញ្ហាមិនបានទេលេបថ្នាំហ្នឹងចឹងកណាត្រូវតែបើកភ្នែកសម្លឹងមើលការពិតហ្នឹងយើងចង់បំភ្លេចសេចក្តីទុក្ខក៏ប៉ុន្តែសេចក្តីទុក្ខមិនបំភ្លេចយើងទេដើម្បីឈ្នះសេចក្តីទុក្ខគឺតលតែយើងឃើញការពិតហើយលះបង់នៅចំណង់ក្នុងលោកីក្នុងចិត្តរបស់យើងអញ្ចឹងគឺយើងឈ្នះសេចក្តីទុក្ខទាំងពួងតណ្ហកយោសព្វទុក្ខំជានិតិការអស់ទៅនៃសេចក្តីប្រាថ្នាអស់ទៅនៅចំណង់ហ្នឹងមកពីយើងឃើញការពិតនៃជីវិតបញ្ចប់ចំណង់ត្រឹមប៉ុណ្ណាសេចក្តីទុក្ខហ្នឹងក៏អស់ទៅត្រឹមប៉ុណ្ណឹងត្រូវប្រយ័ត្នចំពោះរាគៈក្នុងចិត្តខ្លួនឯងវាធ្វើឲ្យវង្វេងឃើញរឿងដែលនាំឲ្យកើតទុក្ខថានាំឲ្យសបាយឃើញរឿងឥតប្រយោជន៍ថាមានប្រយោជន៍សូមបីដឹងថាអំពើមិនល្អហើយតែវាធ្វើឲ្យមានសេចក្តីប្រមាទឲ្យគិតថាមិនអីទេនឹងត្រូវប្រយ័ត្នចំពោះរាគៈហ្នឹងស្ដាប់ហើយស្ដាប់ទៀតណាពិនិត្យសេចក្តីហ្នឹងចឹងបើយើងច្រើនតែថាមិនអីទេនឹងឯងដែលនាំទុកដាក់ខ្លួនយើងមិនអាចបានអ្វីអំពីការយល់សពនោះទេដូច្នេះយើងក៏បីភ្ញាក់ឡើងធ្វើការងារឲ្យបានសម្រេចប្រយោជន៍យ៉ាងណាមិញយើងក៏មិនអាចបានអ្វីអំពីលោកនេះក្នុងដំណេកនៃកិលេសដោយគ្រាន់តែតណ្ហាទិដ្ឋិប្រកាន់ដូចជាការយល់សពថានោះជារបស់យើងដូច្នេះឡើយគឺយើងត្រូវតែភ្ញាក់ឡើងដឹងខ្លួនតាមរយៈនៃសម្លេងប្រកាសអរិយសច្ចធម៌របស់ព្រះសម្មាសម្ពុទ្ធហើយប្រតិបត្តិដើម្បីប្រយោជន៍ឲ្យបានរួចផុតចាកទុក្ខក៏យ៉ាងនោះដែរយើងស្ថិតនៅក្នុងការយល់សពទំនេករបស់កិលេសចឹងយើងយល់សពឃើញមានអីបានអីថាជាអ្នកមានថាជាសិទ្ធិភ្ញាក់ឡើងនៅតែជាអ្នកក្រដដែលអញ្ចឹងមិនអាចបានអីពីការយល់សពទេយើងក្នុងโลกនេះក៏អញ្ចឹងដែរចេះតែគិតថាមានអីបានអីហ្នឹងតាមពិតខ្លួនយើងមិនមានស្រេចទៅហើយកំណត់ដឹងនាមរូបណាដើម្បីលះបង់ចំណង់លោកីហ្នឹងភ្ញាក់ឡើងគឺពុទ្ធៈចឹងប្រែតែភ្ញាក់ហ្នឹងឯងឃើញអរិយសច្ចធម៌បើយើងមិនស្រឡាញ់ខ្លួនឯងហើយមិនធ្វើឲ្យខ្លួនឯងមានតម្លៃទេនោះតើនរណាគេមកស្រឡាញ់មកឲ្យតម្លៃយើងដូច្នេះការសាងសេចក្តីល្អនេះឯងគឺសំខាន់ណាស់ខំប្រឹងធ្វើទៅតន់មានឱកាសល្អយប់ថ្ងៃមានដៃមានជើងមានចិត្តបំពេញទៅទាំងសេចក្តីល្អនោះទោះជាមិនមាននរណាដឹងក៏ដោយជាសេចក្តីល្អស្រេចបាត់ទៅហើយប៉ុន្តែមិនខ្វះអ្នកដឹងទេជាពិសេសសំខាន់ណាស់គឺខ្លួនយើងនឹងឯងតែម្នាក់ដែលបានដឹងហើយយើងក៏បានស្គាល់រសជាតិនៃសេចក្តីសុខក្នុងអំពើល្អដែលយើងបានធ្វើហើយយើងក៏ឈប់កើតទុក្ខជាមួយនឹងមនុស្សម្នាក់ដែលបានបោះបង់យើងចោលហើយយើងក៏មានសេចក្តីសុខជាមួយនឹងកល្យាណមិត្តជាមួយនឹងអំពើល្អរបស់យើងនឹងឯងទាំងយ៉ាងទៀតអំពើល្អរបស់យើងប្រៀបបីដូចជាខ្យល់អាកាសអញ្ចឹងខ្យល់អាកាសសំខាន់ណាស់សម្រាប់គ្រប់គ្នាដកដង្ហើមទាំងមនុស្សទាំងសត្វយ៉ាងណាអំពើល្អក៏យ៉ាងនោះដែរមិនថាទានមិនថាសិលសុទ្ធតែជួយឲ្យគេបានរស់បានសុខមិនមានភ័យចំណែកខ្លួនយើងក៏សប្បាយចិត្តរាល់ថ្ងៃមិនមែនអត់អំពីមនុស្សម្នាក់នោះទៅហើយយើងអត់មានខ្យល់ដកដង្ហើមនោះទេនៅពេលយើងបានសុខយើងក៏មិនចង់ឲ្យពេលវេលាកន្លងទៅទេក៏ប៉ុន្តែយើងខត់មិនបាននៅពេលដែលមានទុក្ខ
យើងក៏ចង់ឲ្យពេលវេលាដែលមានទុកហ្នឹងឆាប់កន្លងផុតទៅប៉ុន្តែក៏បង្កប់វិជាមិនបានដូចគ្នាដូច្នេះមានតែរៀនរស់នៅឲ្យបានសុខជាមួយនឹងការពិតទៅសុខគ្រប់គ្រាគ្រប់ពេលវេលាទាំងពេលដែលបានសុខទាំងពេលដែលបានទុក្ខក៏ជ្រួតជ្រាបតិចសុខដល់ចិត្តសន្តានព្រោះពេលណាក៏មានសច្ចធម៌ដែរដើម្បីរៀនរស់នៅឲ្យបានសុខជាមួយនឹងការពិតគឺត្រូវតែយកព្រះពុទ្ធដីកាឲ្យបានចេះដឹងឡើងបប្រតិបត្តិឲ្យបានត្រឹមត្រូវទៅអាចសម្រេចការខឹងស្អប់គឺជាកំបិតអាចិត្តខ្លួនឯងចំណែកការឲ្យអភ័យគឺជាថ្នាំព្យាបាលរបួសបើយើងមិនព្យាបាលទេរបួសនឹងคล้ายទៅជាដំបៅមានតែការឈឺចាប់បាត់បង់ពេលវេលាដែលត្រូវបាននៅសេចក្តីសុខជាមួយនឹងអ្នកដែលស្រឡាញ់យើងយ៉ាងច្រើនមានមេត្តាបិតាជាដើមបើយើងព្រមស្លាប់ដោយការធ្វើអត្តឃាតដើម្បីមនុស្សណាម្នាក់ដែលមិនស្រឡាញ់យើងតើគួរកបីចំពោះមេត្តាបិតាដែលខំចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្នមចិញ្ចឹមមើលយើងតាំងតែពីតូចដល់ធំទាំងដែលយើងមិនទាន់បានតបស្នងសងគុណដែលគាត់ផងនោះណាសំគួរដែរឬទេតើការស្លាប់របស់យើងវាមានតម្លៃអ្វីទៅវាដូចជាសត្វកណ្ដោមួយក្បាលដែលស្លាប់ក្នុងផ្ទះគឺវាមិនចាំបាច់ដុតផ្ទះនោះចោលទេពិតមែនតែវាមានក្លិនស្អុយពេញផ្ទះប៉ុន្តែដល់យកវាទៅកប់ចោលទៅលាងទីនោះឲ្យស្អាតទៅបើកទ្វារបង្អួចឲ្យខ្យល់ចេញចូលយើងក៏មិនមានបញ្ហានឹងក្លិនស្អុយទាំងអស់នោះទៀតដែរយ៉ាងណារឿងរ៉ាវអ្វីមួយក្នុងគំនិតមិនចាំបាច់ធ្វើអត្តឃាតទេយកតែគំនិតដែលដូចជាកណ្ដោងាប់នោះយកទៅកប់ចោលនៅក្នុងដីគឺអតីតកាលនោះទៅដូច្នេះសេចក្តីទុក្ខដែលវាដូចជាក្លិនស្អុយក៏បាត់ទៅដែរយកទឹកគឺការឲ្យអភ័យមកលាងជំរះបើកទ្វារបង្អួចឲ្យខ្យល់អាកាសចេញចូលបានល្អគឺបើកភ្នែកមើលបត្រៃបីដកបើកតិចស្ដាប់នៅពធជាដើមធ្វើសេចក្តីល្អដើម្បីឲ្យដូចជាខ្យល់អាកាសដ៏បរិសុទ្ធយើងដកដង្ហើមស្រួលគឺរស់នៅបានសុខប្រសិជ្ជៈក្លិនស្អុយគឺសេចក្តីទុក្ខដែលត្រូវរសាយអស់ទៅពីជីវិតរបស់យើងផ្ទះគឺអត្តភាពក៏នៅគង់វង្សដូចដើមដើម្បីបានរស់នៅធ្វើសេចក្តីល្អយ៉ាងច្រើនតទៅទៀតក៏យ៉ាងនោះដែរជីវិតគឺជាការដើរផ្លូវដូច្នេះត្រូវតែរៀនលះបង់នៅគ្រឿងជាប់ជំពាក់ព្រោះមុខតែចោលទៅដដែលទេកុំឲ្យវាសៅមងចិត្តអ្វីដែលឥតប្រយោជន៍គឺអកុសលកម្មកុំយកទៅជាមួយគឺកុំធ្វើវាចំណែកអ្វីដែលមានប្រយោជន៍គឺកុសលកម្មចាំបាច់ត្រូវជាប់ទៅជាមួយអ្នកដើរផ្លូវគឺត្រូវសាងសន្សំអប់រំទាំងយប់ទាំងថ្ងៃពេលណាក៏ធ្វើបន់បានដែរកុំប្រមាថក្នុងការបំពេញកុសលធម៌ទាំងឡាយសម័យដែលព្រះដ៏មានពភៈទ្រង់គង់ប្រជញ្ញនៅពេលថ្ងៃរសៀលពុទ្ធបរិស័ទនាំគ្នាយកគ្រឿងសក្ការៈបូជាទៅវត្តស្ដាប់ពធទេសនារបស់ព្រះអង្គសម័យសពថ្ងៃព្រះធម៌ជំនួសព្រះបរមសាស្តាមានតែពុទ្ធបរិស័ទមកវត្តស្ដាប់ពធទេសនាសន្ទនាពធឆ្ងល់អ្វីក៏សាកសួរទៅយកចិត្តទុកដាក់រៀនសូត្របាននូវការចេះដឹងអប់រំចិត្តតាមផ្លូវពធមិនលុះនៅក្នុងអំណាចនៃកិលេសសមាក្នុងចិត្តរបស់ខ្លួនឯងលោកនេះជីវិតនេះភារៈនេះសម្រាប់មនុស្សល្ងងហួងហែងរែកពុនលីសែងរអ៊ូរតំយំសោកប៉ុន្តែសម្រាប់អ្នកមានបញ្ញាកំណត់ដឹងហើយនឹងដាក់ចោលការជួបជាដំបូងជុំគ្នាជាកណ្ដាលទីបំផុតក៏ត្រូវមានការប្រត់ប្រាស់នេះគឺជាការពិតមួយនៅក្នុងលោកមិនមានអ្នកណាម្នាក់បាននៅការជួបជុំមិនប្រត់ប្រាស់នោះឡើយប៉ុន្តែវាមានការស្រឡាញ់ហួងហែងប្រកបដោយសេចក្តីល្ងងខ្លៅដោយឡែកឯនេះទេដែលនាំឲ្យកើតមានសេចក្តីទុក្ខសោកក្តៅក្រហាយចិត្តដូចជាការចាប់នៅដុំដែកភ្លើងមុននឹងហួងហែងថាអ្វីៗជារបស់យើងតើមានគិតដល់ចំណុចនៃការហួងហែងនិងរបស់ដែលខ្លួនឯងហួងហែងនោះថាមិនទៀងទាត់ដែរឬទេបើការហួងហែងទៅចូលមកដល់ដំណាក់កាលនៃសេចក្តីទុក្ខសោកហើយដំណោះស្រាយដើម្បីឲ្យបានសុខគឺការឲ្យអភ័យនិងការលះបង់នៅការហួងហែងនោះឯងយើងគួរតែសិក្សានៅចំណុចនៃកោសម្ពិយសូត្រត្រង់សារនិយធម៌6ប្រការគឺយើងមិនក៏បីធ្វើអ្វីនិយាយអ្វីគិតអ្វីសូម្បីតែតាមរយៈទឹកមុខនិងក្រសែភ្នែកក្នុងសភាពនៃការបៀតបៀនសងសឹកនោះទេគួរតែសិក្សានៅក្នុងគុណតម្លៃខ្លឹមសារនៃជីវិត
ឲ្យជាទីនឹករលឹកជ្រះថ្លាដល់មនុស្សនិងទេវតាទាំងឡាយគឺយើងធ្វើអ្វីនិយាយអ្វីគិតអ្វីឲ្យអ្នកដទៃបានប្រយោជន៍បាននៅសេចក្តីសុខបាននៅសេចក្តីចម្រើនសម្រាប់ព្រះភិក្ខុទាំងឡាយការបំពេញនៅអភិសមាចារិកធម៌ដោយទឹកបតីមេត្តាឈ្មោះថាមេត្តាកាយកម្មសម្រាប់ក្រហោះទាំងឡាយកម្មជាដើមយ៉ាងនេះគឺការទៅដើម្បីប្រយោជន៍ក្នុងការដែលបានថ្វាយបង្គំបច្ច័យដីថ្វាយបង្គំព្រះពោធិព្រឹក្សនិមន្តព្រះសង្ឃក្តីការឃើញព្រះភិក្ខុទាំងឡាយនិមន្តបិណ្ឌបាតក្នុងស្រុកហើយបដិសន្ធារៈទទួលក្តីការទទួលបាតក្តីការក្រាលអាសនៈក្តីការជូនដំណើរនិមន្តក្តីឈ្មោះថាមេត្តាកាយកម្មសម្រាប់ព្រះភិក្ខុគឺការប្រាប់បញ្ញត្តិតេតួងនឹងមេរយាទសិក្ខាបទនិងការប្រាប់នៅប្រកម្មដ្ឋានព្រមទាំងការសម្ដែងពធប្រកាសនៅព្រះពុទ្ធវចនៈគឺបត្រៃបិដកដូចនេះឈ្មោះថាមេត្តាវិជ័យកម្មសម្រាប់ក្រហោះក្នុងពេលដែលពោលពាក្យជាដើមថាយើងទៅថ្វាយបង្គំបច្ច័យដីជាមួយគ្នាយើងទៅថ្វាយបង្គំពពោធិព្រឹក្សដូចនេះក្តីការចាត់ចែងធ្វើឲ្យមានការស្ដាប់ពធបូជាប្រទីបការកម្រងក្តីណែនាំឲ្យបរិបត្តិនៅក្នុងសុចរិត3ក្តីប្រកាសនៅក្នុងការថ្វាយទានមានសាលាកផាត់វសកសាដកបច្ច័យ4ដល់សង្ឃក្តីណែនាំនៅក្នុងការនិមន្តព្រះភិក្ខុសង្ឃពោលពាក្យឲ្យបដិសន្ធារៈចំពោះព្រះសង្ឃសពគ្រប់ក្តីកើតការពេញចិត្តប្រកបទៅដោយមេត្តាក្នុងវាចាដែលពោលនោះឈ្មោះថាមេត្តាវិជ័យកម្មសម្រាប់ព្រះភិក្ខុនិមន្តក្រោកឡើងពេលចិត្តភ្លឺហើយបរិបត្តិសរីរៈរាងកាយរួចធ្វើកិច្ចវត្តនៅក្នុងបរិវេណនៃបច្ច័យដីជាដើមគង់អង្គុយនៅលើអាសនៈដ៏ស្ងប់ស្ងាត់នឹកក្នុងចិត្តថាសូមឲ្យពួកភិក្ខុក្នុងព្រះវិហារនេះមានសេចក្តីសុខមិនមានពៀមិនបៀតបៀនដល់គ្នានឹងគ្នាទៅចោះឈ្មោះថាមេត្តាមនោកម្មសម្រាប់ក្រហោះការធ្វើទុកក្នុងចិត្តថាសូមប្រគុណម្ចាស់ទាំងឡាយគ្រប់ព្រះអង្គគង់នៅក្នុងពភ្នោះឲ្យបានសុខចោលប្រសិជ្ជៈពីប្រសិជ្ជៈការបៀតបៀនដល់គ្នានឹងគ្នានេះឈ្មោះថាមេត្តាមនោកម្មចំពោះមេត្តាកាយកម្មមេត្តាវិជ័យកម្មក្នុងទីចំពោះមុខទាំងក្នុងទីកំបាំងមុខក៏គួរជ្រាបបានចំណែកមេត្តាមនោកម្មក្នុងទីកំបាំងមុខព្រោះគិតក្នុងចិត្តក៏គួរជ្រាបបានដែរក៏ប៉ុន្តែចំពោះមេត្តាមនោកម្មនៅក្នុងទីចំពោះមុខតើដូចម្ដេចគឺក្រសែភ្នែកដែលប្រកបដោយមេត្តានិងការសម្លឹងមើលដោយទឹកមុខស្រស់បោះត្រជាក់ត្រជុំដោយប្រការដូចនេះឯងចឹងសូមអនុមោទនាចឹង